មានឧបករណ៍មួយដែលជួយឲ្យការថតមើលទៅធម្មតាហ្នឹងមកជា cinematic នោះវាមានឈ្មោះថា fog machine ឬក៏យើងហៅថា smoke machine នឹងឯងអញ្ចឹងថ្ងៃនេះខ្ញុំស្រស់មាន3ចំណុចមកចែកម្លែកអ្នកទាំងអស់គ្នាហេតុអ្វីបានជាយើងចាំបាច់ប្រើប្រាស់ជាមួយនឹង fog machine ចំណុចទី1 create mood និង emotional fog machine គឺវាជួយបន្ថែមអារម្មណ៍ទៅកាន់ scene របស់យើងទាំងមូលដូចជាអារម្មណ៍ mystery អារម្មណ៍ dreamy អារម្មណ៍ darkness អារម្មណ៍ sad អារម្មណ៍ឯកាជាដើមអញ្ចឹង fog machine ជួយបន្ថែមអារម្មណ៍ទៅកាន់ scene របស់យើងទាំងមូលមិនមែនគ្រាន់តែបង្កើតឬក៏ជួយឲ្យរូបភាពយើងស្រស់ស្អាតតែប៉ុណ្្នឹងទេហើយចំណុចទី2គឺ create depth អញ្ចឹងវាជួយឲ្យយើងបែងចែកកាន់តែច្បាស់រវាង foreground midground ហើយជាមួយនឹង background នៅពេលដែលយើងដាក់ fog ពីខាងក្រោយវាជួយឲ្យ subject របស់យើងនឹង pop up ធ្វើឲ្យតាក់ទាញជាងមុនទៀតហើយធ្វើឲ្យរូបភាពរបស់យើងមើលទៅមិនស្មើទេអញ្ចឹងមានន័យថាវាមានជម្រៅចំណុចទី3 make light visible អញ្ចឹងវាជាធម្មតាយើងមិនអាចមើលឃើញទិសដៅនៃពន្លឺទៅតាមភ្នែកយើងទេក៏ប៉ុន្តែនៅពេលដែល fog ប៉ះជាមួយនឹងពន្លឺអញ្ចឹងវាបង្កើតចំណាំងហើយអញ្ចឹងវាធ្វើឲ្យយើងឃើញទិដ្ឋភាពស្រស់ស្អាតនៃទិសដៅពន្លឺនឹងនេះហើយជាអ្វីដែលធ្វើឲ្យការថតរបស់យើងធម្មតានឹងមកបែរជា cinematic look ហើយជួបខ្ញុំស្រស់នៅវីដេអូក្រោយ